ដើម្បីរក្សានៅព្រះសទ្ធំរបស់ព្រះអង្គឲ្យបានល្អត្រឹមត្រូវឲ្យគង់វង្សដើម្បីជាប្រយោជន៍សេចក្តីសុខសេចក្តីចម្រើននោះអ្នកទាំងឡាយត្រូវប្រកបដោយធម៌5យ៉ាងថាទី1ត្រូវតែមានសទ្ធាជ្រះថ្លាគោរពនៅគុណព្រះសម្មាសម្ពុទ្ធនឹងឲ្យបានល្អឲ្យបានខ្ជាប់ខ្ជួនដោយសេចក្តីកោតក្រែងធ្វើទុកក្នុងចិត្តនៅគុណរបស់ព្រះអង្គនឹងដើម្បីបណ្ដោះនៅចិត្តរបស់យើងនឹងបានសេពគប់នឹងសប្បុរសសេពគប់នឹងបណ្ឌិតអ្នកប្រាជ្ញគឺព្រះសម្មាសម្ពុទ្ធនេះឲ្យធ្ងន់ទុកនៅក្នុងចិត្តនេះបានធ្វើឲ្យចិត្តរបស់យើងនឹងដុះនៅសទ្ធាដុះនៅសតិនៅបញ្ញាដោយមានអារម្មណ៍ពុទ្ធជាសតិទុកនៅក្នុងដួងចិត្តរបស់យើងហើយធ្វើឲ្យយើងនឹងមិនមានមោហៈវង្វេងមិនមានសេចក្តីប្រមាទនិងមិនមានសេចក្តីសង្ស័យទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធចិត្តរបស់យើងដែលមានសតិនិងមានបញ្ញាក្របពូជគឺសទ្ធានោះក៏កាន់តែចម្រើននៅក្នុងកុសលដោយអំណាចនៃការគោរពប្រតិបត្តិទៅតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធទី2សិក្សាស្ដាប់នៅពធឲ្យបានយល់ជ្រត់ជ្រាបនៅអត្ថនៅសេចក្តីខ្លឹមសារនៅពុទ្ធវចនៈរបស់ព្រះអង្គនឹងឲ្យបានត្រឹមត្រូវល្អប្រសើរទៅតាមធម៌វិន័យដែលព្រះអង្គទ្រង់បានសម្ដែងបាទប្រឹងស្ដាប់ហើយយកចិត្តទុកដាក់ដោយយោនិសោមនសិការៈឲ្យរឿយបងឲ្យរឿយការធ្វើទុកក្នុងចិត្តដោយយោនិសោមនសិការៈក្នុងការស្ដាប់យល់សេចក្តីនេះឯងហើយបងដែលធ្វើឲ្យការបណ្ដុះនៅសតិនិងបញ្ញាឲ្យចិត្តរបស់យើងនឹងកាន់តែថ្លាស្អាតជ្រាបនៅព្រះសទ្ធំរបស់ព្រះអង្គជាធម៌រងាប់បង់នៅភ្លើងទុក្ខភ្លើងកិលេសនឹងឯងបើចេះតែចម្រើនទៅឲ្យពន្លឺនៃព្រះសទ្ធំនឹងកាន់តែឃ្លាវខ្លាទៅអសទ្ធំនោះវាចេះតែរលត់បាត់ទៅដោយអំណាចនៃការយល់អំពីព្រះធម៌ទី3ក្នុងការគោរពសេពគប់ដល់ព្រះសង្ឃសាវកនៃព្រះដ៏មានពភាដែលយើងបានសេពគប់បានទំនុកបំរុងយកជាសរណៈក្នុងត្រូវសេពគប់ដល់ព្រះសង្ឃសាវកនឹងលោកចេះទាំងព្រះបរិយ័តលោកចេះទាំងបរិបត្តិបរិយ័តនឹងលោកបានសិក្សានៅពុទ្ធវចនៈព្រះវិន័យវិសូតអភិធម្មរៀនព្រះបរិយ័តនឹងច្បាស់លាស់បងច្បាស់លាស់មានសាលាបល័យនេះធម៌វិន័យនេះជាមួយនឹងគ្រូបាអាចារ្យនឹងច្បាស់បងច្បាស់ហ្នឹងហើយដែលបានបួសមកជាព្រះសង្ឃហ្នឹងហើយយកទៅប្រតិបត្តិក៏ដឹងថាលោកមានពូជនៃការប្រតិបត្តិនឹងច្បាស់លាស់ពេលណាដែលយើងបានសេពគប់នៅព្រះសង្ឃជារតនៈទៅទទួលបាននៅពាក្យទូមានជាធម្មទានញាតិញោមជាធម្មទានទទួលបាននៅពធពិតនឹងបានច្រើនបាទធម៌ពិតនឹងបានច្រើនហ្នឹងម្ល៉េះហើយធ្វើឲ្យចិត្តរបស់យើងនឹងទទួលបាននៅព
ប្រធមដ៏បរិសុទ្ធផុតចាកអំពីសទ្ធម្មបដិរូបធម៌คล้ายហ្នឹងដោយអាស្រ័យនឹងការសេពគប់នឹងបានបើទី4ដោយសារយើងសិក្សានៅសិក្ខាគុណជាតិដែលត្រូវសិក្សានៅក្នុងសិលសមាធិនិងបញ្ញានៅក្នុងវិន័យសូត្រព្រះអភិធម្មដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្ដែងនឹងឲ្យស៊ីជម្រៅបងស្ដាប់ព្រះវិន័យស្ដាប់ប្រសូតស្ដាប់ធម៌អភិធម្មជាពុទ្ធវចនៈបន្តិចម្ដងដើម្បីស្វែងយល់តើនៅក្នុងសិលនឹងព្រះអង្គទ្រង់សម្ដែងក្នុងជាឧបាយសម្រាប់រក្សាមកបានសុខនឹងគឺដើម្បីចម្រើនអីខ្លះខ្ញុំអញ្ចឹងចម្រើនអីខ្លះដែលរក្សាសិលនឹងចម្រើនកាយចម្រើនវិជ្ជាចម្រើនចិត្តហើយយើងបានរក្សានៅក្នុងសិលសពបបស្សអករណੰការមិនធ្វើនៅអំពើបាបអកុសលនឹងបានធ្វើលះបង់អ្វីខ្លះដែលចាប់ពីយើងបានសិក្សាហើយបានរក្សាសិលជំនឿរបស់យើងនឹងឯងតើធ្ងន់ចំពោះគុណពុទ្ធពធប្រសង្ឃនឹងបានច្បាស់ទេនឹងគេសិក្សាអញ្ចឹងបានធ្វើឲ្យគុណធម៌នៃការត្រាស់ដឹងរបស់ព្រះអង្គមួយវាច្រើនអសង្ខ័យវាច្រើនកាប់ណាស់ហ្នឹងឯងប៉ុន្តែពេលណាដែលយើងបានជួបហើយទៅស្វែងយល់អំពីតម្លៃនៃព្រះធម៌គឺសិលនឹងសមាធិនៃការអប់រំចិត្តនៅក្នុងសមាធិយល់ទាំងព្រះបរិយ័តទាំងបដិបត្តិនឹងទោះបីជាខនិកសមាធិឧបចារៈអបណានាមួយគឺតិចដែរប៉ុន្តែត្រឹមត្រូវអាចរក្សាចិត្តរបស់យើងនឹងឲ្យបានច្បាស់លាស់បានវិបស្សនាដូចគ្នាសំបីអារម្មណ៍ក្នុងរូបបរមត្ត1ឬក៏2នាមបរមត្តក្នុងទោះបីតិចតួចយ៉ាងណាប៉ុន្តែយើងយល់អំពីព្រះបរិយ័តផងបដិបត្តិផងនេះសិក្ខាគុណជាតិដែលយើងត្រូវសិក្សាទោះបីតិចក៏ឈ្មោះថាយើងនឹងបានចូលរួមការពាររក្សាព្រះសទ្ធម្មរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នឹងឯងឥតពីព្រះអង្គជាព្រះបិតាវិវត្តដាក់ទៅមានតែពួកភិក្ខុភិក្ខុនីបាសកបាសិកាអ្នករៀននៅពុទ្ធវចនៈពាក្យទូមានរបស់ព្រះអង្គនឹងបានចេះចាំច្បាស់លាស់បានសម្ដែងបានយកទៅអនុវត្តទៅបានឈ្មោះថាយើងនឹងបានគោរពកោតក្រែងនៅសិក្ខាគឺសិលសមាធិបញ្ញារបស់ព្រះសម្មាសម្ពុទ្ធនឹងឯងដើម្បីទុករក្សាឲ្យបានគង់វង្សបានទី5គឺការអប់រំចិត្តអប់រំចិត្តណារក្សាទៅតាមធម៌វិន័យរបស់ព្រះអង្គព្រមការអប់រំចិត្តឈ្មោះថាជាអ្នកបានរក្សានៅកាយល្អវិជ្ជាល្អចិត្តល្អព្រោះកាយវិជ្ជានោះវាកើតពីចិត្តណាកាយវិញ្ញាតវិជ័យវិញ្ញាតហ្នឹងវាមានចិត្តសមុដ្ឋានកើតពីចិត្តបើចិត្តនឹងបានអប់រំល្អហើយចិត្តនឹងជាប្រធានចិត្តនឹងជាប្រមុខចិត្តនឹងជាអធិបតីក៏រមែងនឹងញ៉ាំងកាយកម្មបច្ច័យកម្មនឹងក៏ល្អដែរណាល្អដែរចឹងការអប់រំចិត្តនៅក្នុងសមាធិទាំងអារម្មណ៍សមថៈទាំងអារម្មណ៍វិបស្សនានឹងឯងដ៏ត្រឹមត្រូវទោះបីតិចក្តីច្រើនក្តីកាន់យករក្សាបណ្ដោះនៅឧបនិស្ស័យជាមួយនឹងពាក្យទូមានព្រានបដៅរបស់ព្រះអង្គព្រោះទាំងសមថៈវិបស្សនានេះឯងជាទិដ្ឋធម្មសុខវិហារាយៈ
គឺទទួលមកនៅសេចក្តីសុខក្នុងបច្ចុប្បន្នពេលណាដែលយើងបានសិក្សាអប់រំចិត្តនឹងបានទេយោបើយើងអត់បានពលត្រូវក្នុងការអប់រំនឹងឲ្យច្បាស់លាស់ទេយើងកាន់ពុទ្ធសាសនាអត់បានសុខទេអញ្ចឹងអត់បានសុខព្រោះសុខនឹងតាមផ្លូវចិត្តបើចិត្តមានសេចក្តីសុខហើយជីវិតរបស់យើងនឹងក៏សុខដែរបាទប៉ុន្តែបើចិត្តនឹងអត់សុខទេអត់ទទួលនៅពធសម្រាប់ទីពឹងបានទេជីវិតរបស់យើងនឹងអន្ទះអន្តែងបាទអន្ទះអន្តែងស្ទុះទៅកាន់យកនៅអារម្មណ៍ផ្សេងដើម្បីជាទីពឹងប៉ុន្តែទីពឹងដែលពិតប្រកបត្រង់ចិត្តសុខអញ្ចឹងព្រះអង្គឲ្យយើងអប់រំចិត្តនឹងឯងណាអប់រំចិត្តដែរអញ្ចឹងហើយនៅក្នុងពិភពលោកនេះមានបញ្ហាច្រើនធ្វើឲ្យមនុស្សទាំងឡាយមានសេចក្តីទុក្ខម្ល៉េះហើយសម្លឹងឃើញនៅអហិង្សាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលបានអប់រំចិត្តហើយបានសេចក្តីស្ងប់កាយស្ងប់ចិត្តបានមកនៅសេចក្តីសុខនឹងឯងដែលធ្វើឲ្យមនុស្សទាំងឡាយគេយល់អំពីតម្លៃពិតនៃពធរបស់ព្រះអង្គនឹងគឺប្រកបទៅដោយសន្តិភាពផ្លូវចិត្តយ៉ាងណាពេលណាដែលយើងបានសិក្សានៅធម៌ទាំង5យ៉ាងច្បាស់លាស់ឈ្មោះថាយើងបានទទួលនៅព្រះសទ្ធំបរិសុទ្ធប៉ុន្តែបើ5នេះអត់ច្បាស់លាស់ទេក្នុងជីវិតរបស់យើងលោកឲ្យឈ្មោះថាអីថាសទ្ធំបដិរូបហ្នឹងហើយពុទ្ធពធប្រសង្ឃសិក្ខានិងសមាធិនេះយើងនឹងនាំគ្នាប្រែคลายពីធម៌បរិសុទ្ធរបស់ព្រះសម្មាសម្ពុទ្ធទៅជាធម៌คล้ายអត់សុទ្ធអត់សុទ្ធคล้ายអញ្ចឹងណាឆ្នៃស្ពាន់ខ្លះតុងដែងខ្លះអីទៅคล้ายទៅជាមាសម្ល៉េះវានៅតែអត់សុទ្ធចឹងណាណែអញ្ចឹងបានយើងត្រូវសិក្សាឲ្យច្បាស់លាស់បើមិនចឹងទេយើងចូលរួមក្នុងការអីក្នុងការត្រត្រង់នៅសទ្ធំបដិរូបណាបើព្រះភិក្ខុសាមណេរបាសកបាសិកាមានសទ្ធំបដិរូបហើយធ្វើឲ្យតម្លៃនៃឈានសមាបត្តិវិបស្សនាមគ្គផលរបស់ព្រះសម្មាសម្ពុទ្ធនឹងបាត់បង់ឮតែឈ្មោះអ្នកទៅសម្រើនសមាធិមានឈានមានអីមានតែឈ្មោះវិបស្សនានោះវាមានតែឈ្មោះវាអត់មានពិតប្រកបម្ល៉េះហើយអត់មានអាចការពារព្រះធម៌ព្រះវិន័យរបស់អង្គព្រះសម្មាសម្ពុទ្ធនឹងបានគង់វង្សទេហ្នឹងហើយអញ្ចឹងហើយបានភិក្ខុសាមណេរបាសកបាសិកាអ្នកចម្រើនបដិបត្តិធម៌នេះមានពេលវេលាច្រើនក្នុងកិច្ចសិក្សាធម៌វិន័យហ្នឹងណាប៉ុន្តែមានភារកិច្ចការតិចហ្នឹងហើយកិច្ចការតិចមានតែការសិក្សាធម៌វិន័យនេះច្រើនដើម្បីជាឧបាយសម្រាប់ការពារនៅព្រះពុទ្ធសាសនាហើយពុទ្ធបរិស័ទការងារចិញ្ចឹមជីវិតនឹងច្រើនហ្នឹងណាឯការសិក្សានៅធម៌វិន័យនឹងតិចបានពុទ្ធបរិស័ទនឹងព្រះអង្គអនុគ្រោះឲ្យធ្វើទានមានឱកាសព្រោះប្រសង់លោកមានឱកាសក្នុងការចិញ្ចឹមជីវិតរកអីហ្នឹងវាពេលវេលាតិចសិក្សាប្រតិបត្តិនឹងវាច្រើនម្ល៉េះឲ្យពុទ្ធបរិស័ទបន្ថែមទានមួយទៀតក្នុងការទទួលខុសត្រូវទំនុកបំរុងនៅអីនៅចៃវរៈបណ្ឌបាតទីសនាសនៈគលានភេទជ្ជៈដើម្បីឲ្យបានប្រសង់នឹងលោកសិក្សាព្រះបរិយ័តបដិបត្តិនឹងកាន់តែច្រើនទៅយ៉ាងហ្នឹងច្រើនទៅកាន់តែប្រសើរទៅកាន់តែឧត្តមឧត្តមទៅហ្នឹងហើយអញ្ចឹងកិច្ចទាំងអស់នេះជាគុណជាតិមួយដ៏ប្រសើរប៉ុន្តែបើព្រះសង្ឃភិក្ខុសាមណេរពេលណាដែលពុទ្ធបរិស័ទបានទំនុកបំរុងចៃវរៈបណ្ឌបាតទីសនាសនៈ
បានអាស្រ័យស្រួលហើយមិនសិក្សានៅព្រះបរិយ័តបដិបត្តិឲ្យច្បាស់ទេឈ្មោះថាយើងបួសហ្នឹងយើងទៅជាសទ្ធំបដិរូបហ្នឹងណាបួសដែរប៉ុន្តែសិក្សាធម៌ហ្នឹងវាអត់ច្បាស់លាស់វាទៅជាខ្លែងខ្លាយហ្នឹងខ្លែងខ្លាយទៅជាការថាធម៌ផ្លំហ្នឹងហើយបរិយ័តក៏មិនដឹងជាបរិយ័តនៅក្នុងបត្រៃបិដកវិន័យវិសូតព្រះអភិធម្មឲ្យច្បាស់នៅក្នុងឈាននឹងក៏មិនដឹងថាឧបចារៈឈានអបណាឈាននឹងឲ្យវាច្បាស់លាស់មគ្គផលប្រាថ្នាទៅព្រះនិព្វាននឹងក៏មិនដឹងថាមគ្គយ៉ាងម៉េចផលយ៉ាងម៉េចវិបស្សនាអារម្មណ៍ទៅកាន់ព្រះនិព្វាននឹងយ៉ាងម៉េចហ្នឹងឯងវាធ្វើឲ្យការបដិបត្តិហ្នឹងគេហៅថាអធិកមៈសទ្ធំបដិរូបការបដិបត្តិនឹងឯងអត់ល្អទេទៅជាផ្លំវាអត់ច្បាស់លាស់អញ្ចឹងយើងមានពូជមួយអត់ច្បាស់លាស់ងាយបានត្រាស់ដឹងរួចចាក់ទុកទេបរិយ័តនេះការសូត្រមន្តការសម្ដែងពធការទេសនាការបង្រៀននឹងឯងអត់បានលើកយកនៅពុទ្ធវចនៈនៃពាក្យទូមានព្រានបដៅរបស់ព្រះអង្គនឹងមកអំណះអំណាងនៅក្នុងបត្រៃបិដកអញ្ចឹងហ៎យើងចេះតែគិតពីចេះមួយយកមួយអានឹងក៏អត់អាចដោះនៅសច្ចៈធម៌នឹងបានទេហ្នឹងហើយតើតែយកកពីបិដកនឹងមកបញ្យលទៅតាមអវាទរបស់ព្រះអង្គនឹងឯងទើបអាចដោះនៅអរិយសច្ចៈនឹងមគ្គផលព្រះបរិយ័តនេះសំខាន់ណាស់បងចឹងហ៎យើងសូត្រមន្តសូត្រដាអីសពគ្រប់បែបយ៉ាងដូចជាធម៌ជ័យធម៌អីហ្នឹងឯងជាធម៌ផ្លំហើយគេហៅថាសទ្ធំបដិរូបហ្នឹងឯងមិនមែនធម៌ព្រះទេប៉ុន្តែភិក្ខុសាមណេរបាសកបាសិកាយកមកសូត្រយកមកចម្រើនព្រះបរិត្តជំនួសព្រះបរិត្តរបស់ព្រះដើម្បីអីទេយមដើម្បីតែលៀបសក្ការៈបំពេញទឹកចិត្តពុទ្ធបរិស័ទដែលមានកិលេសនឹងឯងប៉ុន្តែបួសមកអត់ដែលបំពេញទឹកចិត្តព្រះសម្មាសម្ពុទ្ធដែលព្រះអង្គរកធម៌នេះ4អសង្ខ័យកម្រៃ100,000កាប់នោះមិនបានយល់ទេនេះធ្វើឲ្យធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធត្រូវសាបសូន្យបើតិចម្ដងនឹងឯងបានព្រះអង្គទ្រង់សម្ដែងដាស់តឿនដល់ពួកភិក្ខុទាំងឡាយនៅក្នុងព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធនេះមិនឲ្យអន្តរាយមិនឲ្យអន្តរាយបានលោកប្រកាសនៅធម៌ទាំង5នេះគោរពគុណពុទ្ធនឹងឲ្យល្អប្រពៃគុណពធគុណប្រសង្ឃសិក្សានៅក្នុងវិន័យសូត្រព្រះអភិធម្មសិលសមាធិនិងបញ្ញានឹងឲ្យរឿយសមាធិនឹងយកទៅអប់រំឲ្យខ្ជាប់ខ្ជួនឲ្យសម្រេចនៅគុណធម៌ទៅការពារព្រះសទ្ធំរបស់អង្គព្រះសម្មាសម្ពុទ្ធនេះកាន់តែល្អណាកាន់តែល្អអញ្ចឹងមានតែពួកភិក្ខុសាមណេរបាសកបាសិកាអ្នកចេះធម៌អាវិន័យហ្នឹងហើយការពារពុទ្ធសាសនាឥឡូវហ្នឹងคล้ายច្រើនទេយល់ហ្នឹងហ៎ច្រើនណាកន្លែងណាក៏សមាធិដែរហ្នឹងហ៎កន្លែងណាក៏សមាធិដែរកន្លែងណាក៏បង្រៀនដែរបង្រៀនតាមទីផ្សារអញ្ចឹងហ៎ធម៌វិន័យរបស់ព្រះឥឡូវរៀនតាមទីផ្សារដូចអាណាចក្រអញ្ចឹងបើទីផ្សារថាអភិធម្មនឹងរៀនទៅថ្លៃថ្នូរមានគ្នាច្រើនមានគេស្រឡាញ់ចូលចិត្តច្រើនចេះដឹងច្រើនគេរាប់អានច្រើនបបួលគ្នាភ្លុកភ្លឹករៀនតែអភិធម្មនឹងទៅខ្ញុំហ្នឹងឯងនឹងទីផ្សារដូចអ្នករៀនថាអូរៀននេះទៅហ្នឹងហើយរៀននេះទៅចប់ពីរៀនទៅបានមុខមាត់រកទទួលទានអីលៀបសការៈមុខមាត់ល្អអញ្ចឹងឥឡូវយកពធហ្នឹងមកអញ្ចឹងដូចគ្នាអញ្ចឹងណាការបដិបត្តិដូចគ្នាអត់ស្វែងយល់អំពីការបដិបត្តិនឹងចេញពីឫសគល់ពីណាមកអីទេឲ្យតែបានលឺបដិបត្តិនេះចេះមួយចុះមួយចឹងទៅតាមតែគ្នាចឹងទៅការបដិបត្តិនេះក៏ទៅជាទីផ្សារឥឡូវនេះអ្នកបដិបត្តិនឹង
គេរាប់អានច្រើនលៀបច្រើនម្ល៉េះហើយកិច្ចបដិបត្តិនឹងផុសហ្នឹងហើយផុសដូចតពាំងយ៉ាងហ្នឹងដូចតពាំងនឹងច្រើនកន្លែងណាស់ប៉ុន្តែអត់បានយល់ទេដល់តែយើងអត់បានយល់ព្រះបរិយ័តបដិបត្តិច្បាស់ទេអ្នកណានឹងគេចូលច្រើនរត់ទៅនងទៅអ្នកណាទៅល្អច្រើនរត់ទៅនងទៅរត់ចោះរត់ឡើងទីបំផុតស្លាប់បាត់ទៅហ្នឹងហើយអត់បានអីសម្រាប់ទីពឹងទីរលឹកទេហ្នឹងហើយព្រោះយើងអត់បានយល់អំពីព្រះបរិយ័តបដិបត្តិហ្នឹងហើយបដិបត្តិឲ្យបានច្បាស់លាស់ហើយយើងនេះអត់បានចូលរួមការពារព្រះធម៌វិន័យរបស់អង្គព្រះសម្មាសម្ពុទ្ធទុកជាប្រយោជន៍ឲ្យបានសម្រេចមគ្គផលព្រះនិព្វាននាំមកនៅសេចក្តីសុខសេចក្តីចម្រើនយើងនេះទៅជាសទ្ធម្មបដិរូបសទ្ធម្មបដិរូបអត់មានសមត្ថភាពការពារធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធបានព្រោះអីសាវករបស់ព្រះអង្គល្ងងបរិយ័តក៏មិនច្បាស់បដិបត្តិក៏មិនច្បាស់នឹងហើយដែលធ្វើឲ្យសាបសូន្យតិចម្ដងទាំងឯងអញ្ចឹងញាតិញោមកណ្ណាំចាស់គ្រប់ព្រះអង្គត្រូវប្រឹងប្រែងឲ្យមែនតែនយ៉ាងណាមែនតែនអត់មានអ្នកណាមួយលើកសាសនាក្រៅអំពីភិក្ខុសាមណេរបាសកបាសិកាក្នុងពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធនេះឲ្យបានល្អទេហ្នឹងណាអញ្ចឹងថ្ងៃនេះជាថ្ងៃឧបោសថសូមប្រគេនពរចំពោះញាតិញោមទាំងអស់ចិត្តចូលឆ្នាំថ្មីនេះផងសូមទទួលបានដំពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈបដិពានៈកំបីអខានឡាយជ្រះថ្លាអនុមោទនី